លើនេះស្ករទាញនៅភូមិខ្ញុំអត់មានអ្នកលក់ទេសួរក្មេងៗចំនួនក្រោយប្រកាសជាអត់ស្គាល់ហើយបាទពីតូចចេះធ្វើស្ករទាញនឹងល្អយ៉ាងណាទេទៅទិញគេម្ដងខឹងបាញ់តែបានចំលេខច្រើនសោះអ្នកលក់លេខច្រើនដាក់ទូចពេលលេខ1នឹងដាក់ប្រឡោះឡើងប៉ុណ្ណាណីបាញ់ចំតែលេខ1រហូតតរំទៅសំលុយម៉ែបាញ់ម្ដងពេលទៅបាញ់បានតែលេខតិចផ្លូវធំហើយធ្វើខ្លួនឯងម្ដងកាត់កំហឹងកាពីតូចប្រើស្ករ1គីឡូទឹក550មីលីលីត្រយើងដាក់លើភ្លើងកូររហូតដល់ស្កររបស់យើងឡើងថ្លាដាក់អំបិលមួយចុងស្លាបព្រាក្រូចមួយចំណិតកូររហូតដល់ទឹកស្ករយើងពុះកូររហូតអត់ដកដៃទេបើមិនអញ្ចឹងខ្លោចទឹកស្ករពេលដែលយើងយកមកចាក់លើទឹកជាទៅវាឡើងកកដុំអញ្ចឹងមានន័យថាទឹកស្កររបស់យើងល្មមយើងលើកចាក់លើស្លឹកចេកក៏បានលើថាសក៏បានតែបើអត់ចង់ជាប់យើងទុកវាឲ្យត្រជាក់បន្តិចសិនហើយចាំចាក់ចូលបើមិនអញ្ចឹងទេជាប់ស្អិតបតាទោះបីយើងលាបខ្លាញ់ហើយក៏នៅតែជាប់ដែរទូរស័ព្ទអូយញ៉ៃស្អាតដែរ ទូរស័ព្ទដៃ Honor X6C តម្លៃតែ100ស្ដើងឯងប៉ុន្តែមានសមត្ថភាព2នៅក្នុងទូរស័ព្ទមួយគឺការពារទឹកនិងការពារធ្លាក់សបកខ្លួនជុំវិញទូរស័ព្ទ360ដឺក្រេហ្នឹងគឺតាន់ល្អមែនតែនបើជំរាបទឹកខ្ពស់ហាការពារទឹកការពារធូលីបានល្អនៅក្នុងរដូវភ្លៀងយើងប្រើប្រាស់ដោយមានទំនុកចិត្តកាន់តែពិសេសហាមានប៊ូតុង AI នៅលើតួទូរស័ព្ទស្រាប់យើងអាចបកប្រែបានរហ័សទាន់ចិត្តគ្រប់ភាសាចង់បដូរពីភាសាបរទេសមកភាសាខ្មែរឬក៏ពីភាសាខ្មែរទៅភាសាបរទេសវិញក៏បានដែរហើយក៏កាន់តែងាយស្រួលសម្រាប់បកប្រែឯកសារការងារឬក៏ចង់ដើរលេងនៅក្រៅប្រទេសចុចទៅប៊ូតុង AI បកប្រែបានគ្រប់ភាសាទាំងអស់ទូរស័ព្ទល្អហើយតម្លៃទាបមាន AI មានអាវក្រោះការពារទឹកការពារធ្លាក់មាន memory ធំហើយអាចផ្ទុករូបភាពបានច្រើនកុំភ្លេច Honor X6C បកមកស្ករទាញយើងវិញប្រើសណ្ដែកដីលីងនិងបុកថ្មីចឹងឈ្ងុយល្អហើយយើងបុកអត់ឲ្យមកទេណាយកដុំពេលមកធ្វើខ្លួនឯងចឹងបានដឹងថាហេតុអីបានអ្នកលក់ក៏ដាក់លេខ1ធំទាញស្ករងាយទេតើតប្រើកម្លាំងដៃខ្លាំងហើយទាញរហូតខ្ញុំទាញតាំងពីភ្លឺរហូតដល់ល្ងិតអត់ទាន់បានកាត់ស្ករស្រួលបួលទៀតឈរផងអង្គុយផងពី3សាយើងទាញរហូតដល់សាច់ស្កររបស់យើងឡើងពណ៌សហើយរឹងបើមានកម្លាំងដៃខ្លាំងលឿនវិតចុះវិតឡើងមកសន្ទុះធំទៅឡើងពណ៌សសាច់ស្កររបស់យើងល្អទៀតលើនេះស្ករទាញនៅភូមិខ្ញុំអត់មានអ្នកលក់ទេសួរក្មេងៗចំនួនក្រោយប្រកាសជាអត់ស្គាល់ហើយណាមួយម្ដុំផ្អែមខ្លាំងឥឡូវកាត់បន្ថយផ្អែមអញ្ចឹងប្រហែលជាអត់សូវមានអ្នកញ៉ាំតែបើបានធ្វើញ៉ាំម្ដងមួយកាលអញ្ចឹងឆ្ងាញ់ពេលសាច់ស្ករឡើងពណ៌សរឹងល្អហើយយកទៅខ្ចប់ជាមួយនឹងសណ្ដែកដីដាក់សណ្ដែកដីកដាលហើយយើងរុំសាច់ស្ករនឹងចូលមូលវាទៅយើងអាចទាញបានហើយខ្ញុំធ្វើលើកនេះអត់ទាន់បានល្អ 100% ទេព្រោះអត់សូវមានកម្លាំងដៃជាមួយធ្វើលើកក្រោយឲ្យបានល្អមួយខ្ញុំគាត់អង្គុយចាំញ៉ាំតាំងពីភ្លឺលាបទឹកមាត់ក្អឹកទ្រាំតែបានញ៉ាំ